បាទជំរាបសួរបងប្អូនហ្នឹងហើយសុខសប្បាយបងប្អូននៅចង់បង្ហាញពីទេសភាពជូនបងប្អូនយើងមើលកំសាន្តហ្នឹងហើយតម្លាយចប់មិញបងប្អូនហ្នឹងហើយទីបឹងឈុកបងប្អូនយើងបឹងឈុកហ្នឹងហើយបឹងឈុកនៅខាងត្បូងអាងកំពីងពួយបងប្អូនបឹងឈុកនេះរោងមកគេបងប្អូនគេធ្វើរោងចាំបងប្អូនហើយឈូកនេះជាទូទៅ3 ខែបងប្អូន3 ខែបានផលចង់នាំបងប្អូនយើងឲ្យបានឃើញស្អាតទេបងប្អូនទេសភាពស្អាតទេអត់មានអីទេបងប្អូនយើងគ្រាន់តែអារម្មណ៍បងប្អូនយើងឲ្យបងប្អូនយើងបានមើលទេបានមើលកំសាន្តលេងរាល់ថ្ងៃយើងទៅហ្នឹងហើយកុំដល់អបសុកកុំដល់អារម្មណ៍មានភ្នំពាត់ជុំវិញទៀតណាសុខសប្បាយជាបងប្អូនសុខសប្បាយជាទេបានធ្វើដំណើរទៅណាទៅណីបងប្អូនហ្នឹងហើយខ្យល់លហៀអញ្ចេះខ្យល់ដកដង្ហើមស្រួលបងប្អូនយើងអើយដកដង្ហើមមកស្រួលហ่ะគេធ្វើស្រូវបងប្អូនធ្វើស្រូវនឹងចិត្តហ្នឹងស្អាតទេបងប្អូនស្អាតទេបងប្អូនយើងមើលដល់ហើយផ្កាឈូកពណ៌ស្រស់ស្អាតណាស់បងប្អូនស្រស់ស្អាតណាស់ពណ៌ផ្កាឈូកស្រស់ហ្មងហើយតាមជំនឿរបស់បងប្អូនខ្មែរយើងនៅកាន់ពុទ្ធសាសនាគឺយកគោរពបូជាថ្វាយដល់ព្រះពុទ្ធហ្នឹងហើយទាំងបងប្អូនព្រហ្មញ្ញសាសនាក៏ប្រើដែរបងប្អូនក៏ប្រើដែរហ្នឹងហើយស្អាតហើយបងប្អូនមើលសិនណាមើលទេសភាពលេងបងប្អូនហ្នឹងហើយខ្ញុំនិយាយបដើអញ្ចឹងទៅហើយបងប្អូនយើងក៏រីករាយបន្ធូរអារម្មណ៍បដើតាមទេសភាពអញ្ចឹងទៅហ្នឹងហើយហ្នឹងហើយហើយពីម្សិលមិញបងប្អូនពីម្សិលមិញអង្គុយទៅអង្គុយឡាយទៅកូនក្មេងអាយុប្រហែលជាជាង10 ឆ្នាំ2នាក់គាត់ជិះម៉ូតូមកគាត់ឃើញខ្ញុំអង្គុយក្នុងរោងឡាយបងប្អូនពេលគាត់ធ្វើងើយចេះទៅវល់អាងាកងើយមកខ្ញុំហ៎មានដែរអាភ្លឺស្រែគេជីក្លុកបងប្អូនម៉ូតូធ្លាក់ចូលក្នុងក្លុកដាំដូងចេះអីដែរបងប្អូនចេះអីដែរថាសើចវល់អារឹកគេធ្វើរឹកគេឃើញខ្ញុំគេធ្វើងើយគេធ្វើណាដល់ពេលងើយម៉ែធ្លាក់បដ ாய் ក្នុងក្លុកណែខ្ញុំថាប៊ីបាក់ថ្មិញណែបងប្អូននេះ
vô là ngơi phịch mơផ្លូវអាខ្លះចិត្តល្មមប្រមូលផលហើយបងប្អូននេះអាខ្លះចិត្តល្មមប្រមូលផលហើយដៅបងប្អូនអើយក្តៅអំជឹងបាននេះបើមានអីគ្របនឹងឧទានឡោះមើលទេសភាពលេងបងប្អូនមើលទេសភាពលេងខ្ញុំមិនដឹងថានិយាយជូនបងប្អូនយើងទេហ្នឹងហើយឲ្យបងប្អូនយើងបធូរអារម្មណ៍តាមរូបភាពចឹងទៅហ្នឹងហើយកុំស្មុគស្មាញច្រើនពេកបងប្អូនកាត់បន្ថយទៅកាត់បន្ថយខ្លះទៅមើលវីដេអូខ្ញុំហើយកុំមើលទេសភាពមើលអីចឹងទៅក្តៅណាស់ផងណាបងប្អូនស្មើនេះម៉ោង3ជាងបងប្អូន3ជាងក្តៅដល់ហើយក្តៅខ្លាំងណាស់បងប្អូនខ្យល់លហៀមិននៅតែក្តៅស្រុកស្រែស្រុកជកាបងប្អូនអើយវាមានតែទេសភាពប៉ុណ្្នឹងឯងថ្ងៃណាទៅក៏បានឡើងភ្នំអញ្ចឹងទៅចុះលាអាងចុះអីជូតបងប្អូនយើងមើលអញ្ចឹងទៅពីព្រោះវីដេអូខ្ញុំគឺបែបកំសាន្តបងប្អូនបែបកំសាន្តអញ្ចឹងទៅបងប្អូនយើងបានមើលពីទេសភាពមើលពីព្រៃភ្នំមើលពីអីអញ្ចឹងទៅមើលពីលាអាងមើលពីសัตว์មើលពីអីចឹងទៅបងប្អូនហ្នឹងហើយធ្វើម៉េចនាំអារម្មណ៍បងប្អូនយើងឲ្យបានសប្បាយចិត្តហ្នឹងហើយបានឃើញទេសភាពចឹងទៅសប្បាយចិត្តហ្នឹងហើយបងប្អូនខ្លះក៏ស្គាល់ហើយបងប្អូនខ្លះក៏មិនទាន់បានស្គាល់អញ្ចឹងហើយសួយបានស្គាល់តាមរយៈវីដេអូខ្ញុំបង្ហាញនេះហ្នឹងហើយផ្កាឈូកស្អាតបងប្អូននេះបងប្អូនយើងបានមើលផ្កាឈូកតិចមើលណែមើលផ្លែឈូកបងប្អូនផ្លែឈូកវល់បង្ហាញបងប្អូនធ្លាក់ចូលទឹកប្រងស្ញេញបដ ாய் បាទចឹងប៉ុណ្ណឹងចុះបងប្អូនអរគុណច្រើនបាទ